chỉ vật dương rồi nấy miền rủ và thua niệm mà thua hay sắc tẻ say bạch chạy bạn cả là ngày bạch chạy hai đó nhé hai bạch chạy vậy vậy rồi miền hai miền bạch chạy cả là rồi đào chơi chẳng lẽ về miền vui đang ngày ấy miền đây miền tức ấy chẳng đó ban về miền đào chơi đọc làng bàn sài thành đây sài miền vui miền bè tận miền ủ tàu đang là tề ho là về miền hai chẳng hay tầm đó đó mày đây pri phnom tờ lê sầm mất đấy dạng ná chỉ vật dơ rồi lư đi chứ về miền sầm lê mà ba năng chỉ chi hai đấy nó á là ngày sầm lê chi aram mà nạp chai cái chi nó chi ti srai đi giáp chaiឬក៏អន្តរិយបច្ច័យវត្ថុបរិជាបច្ច័យរៀបរាប់បច្ច័យទៅមានច្រើនបច្ច័យហ្នឹងហើយមានអាកាសធាតុទៀតតែជាឧបនិស្សយបច្ច័យឲ្យសោតវិញ្ញាណលឺនឹងកើតឡើងហើយវាមានកម្មទៀតកម្មជាបច្ច័យបើលឺហ្នឹងវាជាផលវិបាករបស់កម្មតែលឺសំឡេងល្អអាហ្នឹងជាផលបុណ្យលឺហ្នឹងហ្នឹងហើយកុសលវិបាកលឺសំឡេងអានិត្ថារម្មណ៍ហ្នឹងគឺលឺហ្នឹងជាអកុសលវិបាកហ្នឹងហើយអកុសលវិបាកលឺសំឡេងmìnhជាទីប្រាថ្នាហៅថាអនិត្ថារម្មណ៍ណាប៉ុន្តែចូលមកដល់ជីវ័នចិត្តវាដូរតាមនឹងទៀតតែយើងមានសតិទទួលអារម្មណ៍ហ្នឹងឲ្យទៅជាកុសលហ្នឹងហើយកុសលក្នុងជីវ័នហ្នឹងដោយសារមានសតិហ្នឹងចឹងទៅមិនតោមនោះមិនបទុតោះជាមួយនឹងសំឡេងហ្នឹងចឹងទៅសំឡេងហ្នឹងវាដូរមកជាអត្ថអារម្មណ៍ទៅវិញហ្នឹងហើយដោយបរិកបៈក្នុងជីវ័នចិត្តហ្នឹងកុសលចិត្តកើតឡើងហ្នឹងហើយសូម្បីតែសំឡេងហ្នឹងសំឡេងជាអត្ថអារម្មណ៍ដោយសភាវៈរៀបរាប់អភិធម្មទៅនៅក្នុងទីបនសពសំឡេងហ្នឹងដោយសំឡេងប្រសង់សូត្រធម៌អញ្ចឹងទៅលេងរហូតដល់ទៅព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធការដែលបានឮសំឡេងហ្នឹងសោតវិញ្ញាណហ្នឹងគឺកុសលវិបាកផលបុណ្យហ្នឹងហើយប៉ុន្តែចូលមកដល់ជីវ័នវាកើតតោមនោបន្ទុកតោះហើយដោយពួកនិក្រននឹងដែរថៃអីចឹងដែរបន្ទុកនឹងព្រះសម្មាសម្ពុទ្ធចំណែនអីនឹងពិខុសង្ឃអីចឹងណាឮលេងព្រះធម៌ទៅកើតតោមនោអញ្ចឹងសំឡេងហ្នឹងដូរទៅជាអនិច្ចារម្មណ៍ប៉ុន្តែដោយបរិកបៈហ្នឹងវាដោយជាពន្ធចិត្តតោមនោហ្នឹងឯងចឹងអ្វីៗវាតេតួងទៅនឹងបច្ច័យតាមដែលផ្លូវភ្នែកនិយាយពីចក្ខុវិញ្ញាណផ្លូវជាសោតវិញ្ញាណផ្លូវច្រមុះធានវិញ្ញាណផ្លូវអណ្ដាត
chiều hà bị nhiên rồi cái bị nhiên nó lựa toàn sờ lạnh sọp cọp to hay thế nòng pan giờ bị nhiên nâng ấy chỉจะเพียบแต่ตามกรรมที่ปัจจัยกุศลวิบากก็ดังอารมณ์ที่อัตถารมณ์แต่อกุศลวิบากผลบาปนั้นก็ดังอารมณ์ที่อนัตถารมณ์แต่ในขนมจีวันในจัดโจทย์จีวันในจัดđấy có miền lạnh sọp cọp to từ tam năng các bạn phút bò sạch dân sạch xa và thua tới mình vô trầm để thà aram nắng cái ít thà ramឬក៏អនិច្ថារម្មណ៍ដោយសភាវៈទៅនោះទេគេថាយកការអប់រំចិត្តនេះឯងជាកិច្ចបរិបត្តិក្នុងបច្ចុប្បន្នហ្នឹងទោះជាអារម្មណ៍ហ្នឹងអនិច្ថារម្មណ៍អកុសលវិបាកកើតឡើងក្នុងជីវិតក៏ដោយប៉ុន្តែយើងអាចអប់រំទូលមានចិត្តនៅក្នុងជីវិតនឹងបានយើងនិយាយពីពេលវេលាហ្នឹងគឺវាតេតួងជីវិតហ្នឹងហើយវាអត់មានពេលវេលាអីដតីផ្សេងទៅទេពេលវេលាគឺការរស់នៅហ្នឹងដែលវាកន្លងទៅហ្នឹងគឺជីវិតហ្នឹងវាកន្លងទៅនិយាយពីបរមត្ថចិត្តចេតសិករូបកន្លងទៅហ្នឹងនិយាយពីខណ្ឌគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងកន្លងទៅហ្នឹងឯងជាអតីតធម្មាអតីតហ្នឹងពេលវេលាហើយធម្មាហ្នឹងគឺចិត្តចេតសិករូបដែលកន្លងទៅហ្នឹងឯងអត់មានពេលវេលាជាសភាវៈអីផ្សេងទៅទៀតទេពេលវេលាណាហ្នឹងឯងគឺអតីតបច្ចុប្បន្នអនាគតណាហ្នឹងហើយគឺហៅទៅតាមដែលព្រះពុទ្ធអង្គសម្ដែងក្នុងអភិធម្មសង្កនីអតីតាធម្មាអនាគតាធម្មាបច្ចុប្បន្នាធម្មាអតីតាធម្មាថាខាងក្រោមអនាគតាធម្មាខាងលើបច្ចុប្បន្នាធម្មាបច្ចុប្បន្នហ្នឹងកដាលអញ្ចឹងទៅហ្នឹងហើយយ៉ាងគឺកាលហ្នឹងអតីតអនាគតបច្ចុប្បន្នកាលហ្នឹងគឺចិត្តចេតសិករូបដែលបរមត្ថធម៌អត់មានការពេលវេលាអីដតីក្រៅពីចិត្តចេតសិករូបដែលកន្លងទៅដែលមិនទាន់មកដល់នឹងដែលកំពុងប្រកាសចំពោះមុខហ្នឹងឯងបច្ចុប្បន្នៈហ្នឹងណាហ្នឹងឯងគឺកំពុងកើតប្រកាសហ្នឹងឯងហ្នឹងគឺនិយាយពីពេលវេលាគឺជីវិតគឺពេលវេលា